យាយពីវត្តរៀបចេញ3រៀបរាប់អត្ថន័យស្ដីពីបទអាហារបើបានចូលការ៉ាអូខេជាគាត់បត់ទេបត់អីក៏បត់ហ៊ីពេលឃើញស្រីស្រីក្មេងៗគាត់ចេញមកសម្ញៃកុំប៉ះបោះអាហារជីម៉ូតូកាច់ខ្សោអូស្រីឃើញទឹកទៀតស្វាយទាំងវត្តគាត់ក៏ហ៊ីគាត់ហាមពេលផឹកក្នុងវងចាក់ស្រាត្រឹមរងធ្វើមិនក៏មកហ៊ីហឹកខែនពីខែនទៀននឹកឃើញសងសាទឹកនេះក៏ហ៊ីការនោះនាងក្បោះសាវ៉ាលួចនាងសងសាធ្វើបាក់ចិត្តហ៊ីគាត់ប្រាប់ឲ្យនាងត្រូវចុះទៅជាមួយម្នាក់នោះក៏មកជប់ហ៊ីឥឡូវជប់ស្លេះត្រឹមនឹងកំពុងតែវឹងឡើងរត់អាហ៊ីចាំថ្មីក៏មកឡើងការទុកទៅអើទៅមុខឈប់ខ្វល់ទៅអាហ៊ីចាំខ្ញុំក្នុងកតាលកំសាន្តខ្លាយសុខចង់សានមើលសាព្រះវិហារចាំខ្ញុំតិចតែកាត់ទៅកន្លែងខុសក្រៅកំពុងហ៊ីណោស្រីស្អាតមកហើយមើលមុខមើលគាត់តែច្រឡំបោះហ៊ីឯខ្ញុំពេលឃើញស្រីស្រីស្លៀកពាក់ខ្លីៗអូហ៊ីនិយាយពីវត្តរៀបចេញ3រៀបរាប់អត្ថន័យស្ដីពីបទអាហារបើបានចូលការ៉ាអូខេជាគាត់បត់ទេបត់អីក៏បត់ហ៊ីពេលឃើញស្រីស្រីក្មេងៗគាត់ចេញមកសម្ញៃកុំប៉ះបោះអាហារជីម៉ូតូកាច់ខ្សោអូស្រីឃើញទឹកទៀតស្វាយទាំងវត្តគាត់ក៏ហ៊ីគាត់ហាមពេលផឹកក្នុងវងចាក់ស្រាត្រឹមរងធ្វើមិនក៏មកហ៊ីហឹកខែនពីខែនទៀននឹកឃើញសងសាទឹកនេះក៏ហ៊ីការនោះនាងក្បោះសាវ៉ាលួចនាងសងសាធ្វើបាក់ចិត្តហ៊ីគាត់ប្រាប់ឲ្យនាងត្រូវចុះទៅជាមួយម្នាក់នោះក៏មកជប់ហ៊ីឥឡូវជប់ស្លេះត្រឹមនឹងកំពុងតែវឹងឡើងរត់អាហ៊ីចាំថ្មីក៏មកឡើងការទុកទៅអើទៅមុខឈប់ខ្វល់ទៅអាហ៊ីចាំខ្ញុំក្នុងកតាលកំសាន្តខ្លាយសុខចង់សានមើលសាព្រះវិហារចាំខ្ញុំតិចតែកាត់ទៅកន្លែងខុសក្រៅកំពុងហ៊ីណោស្រីស្អាតមកហើយមើលមុខមើលគាត់តែច្រឡំបោះហ៊ីឯខ្ញុំពេលឃើញស្រីស្រីស្លៀកពាក់ខ្លីៗអូហ៊ីមហាសន្ទូឃើញលុយមិនបានចេះតែទូរកកាដូខ្ញុំទិញឲ្យហើយកូននាងនៅតែរករាល់ថ្ងៃគឺបានចិត្តខ្ញុំដូចគ្មានអាសូរពេលដែលនាងខឹងនាងចេះតែស្វែងអាឡេអាឡូឥឡូវខ្ញុំផ្លាក់ខ្លួនមកជីឡានម៉ាត់អាពីកូនៅផ្ទះអត់ពួកខ្ញុំដេកតែនៅលើអស្ការ៉ូពេលខ្ញុំអត់លុយស្រាប់តែចិត្តនាងក៏ចង់ផ្លាស់ប្ដូរមហាសន្ទូឃើញលុយមិនបានចេះតែទូរកកាដូខ្ញុំទិញឲ្យហើយកូននាងនៅតែរករាល់ថ្ងៃគឺបានចិត្តខ្ញុំដូចគ្មានអាសូរពេលដែលនាងខឹងនាងចេះតែស្វែងអាឡេអាឡូឥឡូវខ្ញុំផ្លាក់ខ្លួនមកជីឡានម៉ាត់អាពីកូនៅផ្ទះអត់ពួកខ្ញុំដេកតែនៅលើអស្ការ៉ូពេលខ្ញុំអត់លុយស្រាប់តែចិត្តនាងក៏ចង់ផ្លាស់ប្ដូរមហាសន្ទូឃើញលុយមិនបានចេះតែទូរកកាដូខ្ញុំទិញឲ្យហើយកូននាងនៅតែរករាល់ថ្ងៃគឺបានចិត្តខ្ញុំដូចគ្មានអាសូរពេលដែលនាងខឹងនាងចេះតែស្វែងអាឡេអាឡូឥឡូវខ្ញុំផ្លាក់ខ្លួនមកជីឡានម៉ាត់អាពីកូនៅផ្ទះអត់ពួកខ្ញុំដេកតែនៅលើអស្ការ៉ូពេលខ្ញុំអត់លុយស្រាប់តែចិត្តនាងក៏ចង់ផ្លាស់ប្ដូរមហាសន្ទូឃើញលុយមិនបានចេះតែទូរកកាដូខ្ញុំទិញឲ្យហើយកូននាងនៅតែរករាល់ថ្ងៃគឺបានចិត្តខ្ញុំដូចគ្មានអាសូរពេលដែលនាងខឹងនាងចេះតែស្វែងអាឡេអាឡូឥឡូវខ្ញុំផ្លាក់ខ្លួនមកជីឡានម៉ាត់អាពីកូនៅផ្ទះអត់ពួកខ្ញុំដេកតែនៅលើអស្ការ៉ូពេលខ្ញុំអត់លុយស្រាប់តែចិត្តនាងក៏ចង់ផ្លាស់ប្ដូរ ស
នៅតែរអ៊ូរាល់ថ្ងៃគឺបានចិត្តខ្ញុំដូចមានអាសូរពេលដែលនាងខឹងនាងចេះតែស្បែកអាឡូហើយលើខ្ញុំផ្លាក់ខ្លួនមកជីឡានមកអាទីកូនៅផ្ទះអត់ពួកខ្ញុំដេកតែនៅលើអស្ការ៉ូពេលខ្ញុំអត់លុយស្រាប់តែចិត្តនាងក៏ចង់ផ្លាស់ប្ដូរ